ព្រោះខ្ញុំធ្លាប់ទៅសម្ភាសតាក់ទងមួយ front end ការជំនាន់មុនគឺគេសួរខ្ញុំដែរគេសួរខ្ញុំថា deal នេះ deal take ហ្នឹងហើយនឹង span ហ្នឹងខុសគ្នាត្រង់ណាជឿសួរអ្នកនរគ្នាអញ្ចឹងនិយាយទៅគឺវីដេអូប្រហែលមុនគឺយើងបានបញ្ចប់ជាមួយ HTML ហើយឥឡូវខ្ញុំធ្វើការសង្ខេបឡើងវិញតិចចុះយើង walk through តិចណាអូខេអញ្ចឹងយើងបាននិយាយគ្នានៅវីដេអូមុនតាក់ទងជាមួយនឹងអីគេទៅជា HTML ហើយយើងបានរៀនតាក់ទងមួយប្រភេទ basic structure របស់វាថាតើវាមាន structure ម៉េចមាន head មាន body ម៉េចអីចឹងណាហើយយើងបានរៀនតាក់ទងជាមួយនឹងការបង្កើត file ហើយបន្តមកទៀតយើងបានធ្វើការនិយាយគ្នាតាក់ទងជាមួយនឹង head ហើយនឹង paragraph ពីនឹងវាខុសគ្នាម៉េច head paragraph ហើយយើងក៏បាននិយាយគ្នាតាក់ទងជាមួយនឹងlist អូខេហើយយើងបាននិយាយគ្នាតាក់ទងមួយប្រភេទ list ហ្នឹងមាន order មាន unorder ហើយយើងនិយាយតាក់ទងជាមួយនឹង a tag នៅក្នុង a tag ហ្នឹងយើងបាននិយាយតាក់ទងមួយ image បន្តមកទៀតយើងនិយាយតាក់ទងជាមួយនឹង break line ហើយនឹង HR BR និង HR កាលហ្នឹងខ្ញុំបាននិយាយហើយដែរណាអូខេហើយបន្តទៀតយើងបាននិយាយតាក់ទងជាមួយនឹង semantic tag អូខេ semantic tag ពពួក header ពពួក main ពពួក section ពពួក article អីហ្នឹងហើយ form input ក៏យើងបាននិយាយគ្នារួចដែរហើយបន្តមកទៀតយើងបាន move ទៅជាមួយនឹងប្រភេទ type នៃ input មាន text មាន password មាន number មាន date មានអីហ្នឹងហើយបន្តមកនេះយើងនិយាយ table បន្ទាប់ពីចប់ table ទៅគឺ everything done ឃើញទេបើសិនជាខ្ញុំដាក់ពាក្យថា next ទៀត ChatGPT របស់យើងនឹងប្រាប់យើងឲ្យទៅរៀនជាមួយនឹង CS ហើយអញ្ចឹង everything នៅក្នុងនេះគឺ done ហើយអូខេអញ្ចឹងខ្ញុំចង់បញ្យល់គ្នាយើងឡើងវិញទីមួយគឺរំលឹកគ្នាយើងថាគោលដៅរបស់យើងមូលហេតុអីបើយើងត្រូវរៀន HTML គឺ HTML គឺជាគ្រឹះមួយសម្រាប់website ពេលដែលគ្នាយើងចង់ build ជាមួយនឹង website ឯមួយគឺយើងត្រូវការចេះពី HTML ទៅត្បិតថាមួយរយៈក្រោយយើងមានរបស់ស្រាប់ច្រើនប៉ុន្តែយ៉ាងហោចណាស់ក៏គ្នាយើងត្រូវតែមើលវាយល់ដែរអញ្ចឹងខ្ញុំគិតថាគ្នាយើងត្រូវយល់ពីគ្រឹះដដែលអញ្ចឹងយើង start ពី HTML ហ្នឹងទៅបន្តមកទៀតយើងទៅរៀនជាមួយនឹង CS នៅវីដេអូក្រោយពេលដែលគ្នាយើងចេះ CS ទៀតគឺបានន័យថា everything គឺគ្នាយើងអាច design បានហើយអាចធ្វើការ design ចេញជា website ចេញមកស្អាតហើយគ្រាន់តែថាមានទិន្នន័យអត់មាន action អត់នៅក្នុងហ្នឹងគឺអត់តាន់ទេ HTML ចេញជាគ្រោងឆ្អឹងហើយ CS របស់យើងនឹងធ្វើការផាត់ពណ៌លាប color វាមានសភាពស្អាតហើយបន្តពី CS ទៅយើងមានច្រើនទៀតដែលយើងនឹងត្រូវស្វែងយល់អូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងប្រាប់នៅវីដេអូដែលខ្ញុំបាន post ហើយអញ្ចឹងឧទាហរណ៍គ្នាយើងចង់មើលវីដេអូហ្នឹងយើងអាចចូលទៅអូខេអញ្ចឹងគ្នាយើងអាចចូលមកក្នុង TikTok របស់ខ្ញុំទៅហើយនេះវីដេអូទី1គឺនេះហូប Facebook ហ្នឹងហើយវីដេអូទី2 this one វីដេអូទី3 this one វីដេអូទី4មាន thumbnail conjuring ហ្នឹងហើយវីដេអូទី5នេះមានរូបរបស់ Jenny Kim ហ្នឹងវីដេអូទី6មានរូបរបស់ Jenny Kim ដែរហ្នឹងហើយវីដេអូទី7គឺ What Shape of You នេះវីដេអូទី8គឺ this one តើតងមួយ list actor ហ្នឹងអញ្ចឹងទាំងអស់មាន8វីដេអូបូកទាំងវីដេអូមួយនេះទៀតជា bonus វីដេអូដែលខ្ញុំនឹងធ្វើឲ្យអញ្ចឹងវា9វីដេអូនៅហ្នឹងហើយបើគ្នាយើងមានអារម្មណ៍ថាស្មុគស្មាញពេកពិបាកមើលអញ្ចឹងគ្នាមានវិធីមួយទៀតគឺគ្នាយើងអាចទៅមើល YouTube បានណាអញ្ចឹងអូខេអញ្ចឹងនេះគឺនៅក្នុង YouTube នេះ channel របស់ខ្ញុំហើយធ្លាប់ post វីដេអូច្រើនហើយតាំងមុនមកហើយយើងចូលទៅ playlist ទៅបន្តមកទៀតគ្នាយើងឃើញនេះមាន playlist HTML ហ្នឹងហើយអញ្ចឹងគ្នាយើងអាចយកមកចុចមកហើយគ្នាយើងមើលតាមលំដាប់លំដោយវាហ្នឹងទៅតោះនេះខ្ញុំបានរៀបវីដេអូហ្នឹងឲ្យស្អាតតាមលំដាប់ដោយអញ្ចឹងគ្នាយើងមើលតាមលំដាប់ដោយហ្នឹងទៅតោះបានទេអូខេអញ្ចឹងនេះគ្រាន់តែនាំទេហើយបន្តទៀតគឺខ្ញុំនឹងនិយាយតទៅជាមួយនឹងចំណុចមួយចំនួននៅក្នុង HTML ដែលគ្នាយើងអាចថាវាមិនសូវជាសំខាន់ហ្មងដែរប៉ុន្តែយើងស្វែងយល់ទៅតោះណាព្រោះខ្ញុំធ្លាប់ទៅសម្ភាសតាក់ទងមួយ front end ការជំនាន់មុនគឺគេសួរខ្ញុំដែរគេសួរខ្ញុំថា deal take ហ្នឹងហើយនឹង span ហ្នឹងខុសគ្នាត្រង់ណាគេសួរអញ្ចឹងតោះណាអញ្ចឹងគ្នាយើងត្រូវស្វែងយល់វាមានពពួក level block អូខេមួយទៀតគឺគេហៅថា inline block អញ្ចឹងinline block អញ្ចឹងការចុច comment គ្នាចុច control ហើយសញ្ញា slash ឬក៏សញ្ញា question mark សញ្ញាសួរហ្នឹងទៅបានហើយចឹងនេះយើងហៅថា inline block អញ្ចឹងនេះពពួក inline block ហ្នឹងបាននេះអញ្ចឹងគ្នាយើងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ពាក្យថា hello ចុះហើយគ្នាយើងដាក់ hello នៅលើដែរនៅក្នុង div របស់គ្នាយើងដែរខ្ញុំដាក់ hello នៅក្នុង div ហ្នឹងដែរមកឃើញទេហើយយើងចុច mouse ស្រាំយកពាក្យថា open with live server យើងមើលលទ្ធផលរបស់វាគ្នាយើងអត់ឃើញអីប្លែកទេគ្នាមើលទៅអត់ឃើញអីប្លែកទេឃើញទេមើលទៅដូចអត់មានឃើញអីប្លែកទេតោះណាប៉ុន្តែឥឡូវខ្ញុំសាកលួចជាមួយនឹង
CS តិចចឹងការប្រើ CS គឺយើងដាក់ style មកហើយខ្ញុំយក background color វាពណ៌ខាងក្រោយវាខ្ញុំយកពណ៌ green ចាស់គេ green ចាស់ហើយ this one គឺដូចគ្នាសម្រាប់កន្លែង span នេះខ្ញុំដាក់ style ហើយ background green ដូចគ្នាអញ្ចឹងគ្នាទៅមើលម្ដងទៀតគ្នាឃើញអត់ deal របស់យើងគឺ background មកវារត់ពីណារត់ពី cam ខាងឆ្វេងដៃរហូតទៅដល់ pot អីគេ pot web page របស់គ្នាយើងឃើញនេះ pot web page របស់គ្នាយើងបាត់នេះអញ្ចឹងឃើញណា deal របស់យើងគឺរត់ចឹងរត់មកពេញហ្មងហើយដល់ពេល span របស់យើងវិញគឺអត់រត់ពេញទេគ្នាយើងឃើញអត់ span របស់យើងមិនដែរ span របស់យើងគឺយកតែប៉ុណ្្នេះទេឃើញអត់យកតែប៉ុណ្្នឹងទេអញ្ចឹងបើគ្នាយើងដាក់ span នឹងថែមមួយទៀតវាប្រកាសជាចេញតគ្នាអញ្ចឹងខ្ញុំដាក់ span ថែមមួយទៀតគ្នាឃើញវាចេញតគ្នាអត់ប៉ុន្តែបើសិនជាគ្នាយើងថែម deal វិញថែម deal មួយទៀតគឺវាអត់ចេញតគ្នាហើយវាចេញធ្លាក់ទៅណាវាចេញធ្លាក់ទៅក្រោមចែកគ្នាឃើញអត់មកជួរលើមកជួរក្រោមចឹងពពួក level block ហ្នឹងមកន័យថាពេលដែលវាពេលយើងដាក់វាមួយហើយយើងព្យាយាមដាក់វាមួយទៀតគឺវាអត់នៅជួរមួយគ្នាវាអត់នៅជួរមួយគ្នាកើតទេនិយាយរំពួកហ្នឹងគេហៅ level block គឺវាអត់នៅជួរមួយគ្នាកើតទេវាត្រូវមកជួរម្នាក់ដាច់គ្នាចឹងតោះណាហើយមួយទៀតគឺពពួក span វាជា page inline block បានន័យថាពេលដែលយើងដាក់វាគឺវានឹងរត់នៅលើជួរតែមួយឯងជួរ line មួយគ្នាតោះណាចឹងឧទាហរណ៍ថាខ្ញុំដាក់ span នឹងចំនួន2វានឹងរត់នៅលើ inline បានន័យថានៅលើជួរតែមួយឯងឃើញនៅលើជួរតែមួយចឹងជួរដីតែមួយចឹងប៉ុន្តែដល់ពេលពួក level block គឺអត់អញ្ចឹងទេគឺវារត់មិនរត់មួយនៅលើហើយមួយទៀតនៅខាងក្រោមនេះអញ្ចឹងណាអូខេនៅមានមួយចំណុចទៀតដែលខ្ញុំត្រូវបានគេសួរដែរគឺតើតើមួយ P អញ្ចឹង paragraph ខ្ញុំអាចដាក់ពាក្យថា hello world how are you អញ្ចឹងឧទាហរណ៍ណា how are you អញ្ចឹងទៅអូខេហើយមួយទៀតគឺ pre អញ្ចឹងដាក់ pre ដែរខ្ញុំ say hello world ដែរ hello world អូខេហើយខ្ញុំ say how are you ដូចគ្នាខ្ញុំឃើញខ្ញុំ say how are you ដូចគ្នាអញ្ចឹងមកបានហើយអូខេអញ្ចឹងយើងទៅមើល result វាទាំងអស់គ្នាអញ្ចឹងគ្នាឃើញណាឃើញអត់នេះពេលលើនេះគឺ hello world ចេញពី P មក paragraph មកគឺចេញលក្ខណៈបែបហ្នឹងអូខេហើយដល់ពេល hello world ក្រោមគឺចេញមកពី pre អូខេ pre អញ្ចឹងបើសិនជាគ្នាយើងអត់តន់ចេះ CS យើងអាចឃើញបានថាចំណុចខុសគ្នាទី1របស់វាគឺfont តម្រង់នៃអក្សរដែលចេញមកគឺខុសគ្នាតម្រង់នៃអក្សរដែលចេញមកគឺខុសគ្នាចំណុចទី1ចំណុចទី2គឺគ្នាយើងឃើញឥឡូវចាំមើលខ្ញុំដាក់ចំណុចទី2ឲ្យឃើញកន្លែងនេះខ្ញុំ enter ចុះអញ្ចឹង hello world ហើយមាន how are you នៅក្រោមចេះដល់ពេលអានេះខ្ញុំ enter ចុះដែរហើយគ្នាទៅមើលទាំងអស់គ្នាអូខេចឹងឃើញណា paragraph របស់យើងមានចុះបន្ទាត់អត់ទេ paragraph របស់យើងមានចុះបន្ទាត់ទេប៉ុន្តែកន្លែង pre របស់យើងណា pre របស់យើងគឺវាចេញមកមានចុះបន្ទាត់មូលហេតុដែលវាអញ្ចឹងគឺរបៀបថាបើសិនជាគ្នាយើងសរសេរនៅក្នុង ពេគឺ sorry ពេទៀតសរសេរនៅក្នុង pre ហ្នឹងគឺវារត់នៅលើ line ទាំងអស់វារត់នៅ line មួយគ្នាទាំងអស់ហើយបើគ្នាយើងចង់ចុះបន្ទាត់លុះត្រាតែគ្នាយើងប្រើជាមួយនឹង break line តើណាតើ break line มันវាអាចចុះបន្ទាត់បានប៉ុន្តែបើសិនជា pre វិញគឺអត់ទេ pre គឺ keep the way you touch it បានន័យថាពេលគ្នាយើងប្រើ pre តម្រង់ដែលគ្នាយើងសរសេរអក្សរនឹងយ៉ាងម៉េចវានឹងបង្ហាញចេញទៅលើ web page បែបហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំធ្វើការដាក់ tab មួយខាងមុខខ្ញុំដក clear ខាងមុខឃើញទេខ្ញុំដក clear 3 space នៅខាងមុខហើយគ្នាទៅមើលក្នុង website ឃើញវាដក clear ប៉ុន្មាន space ដែរ3 space ដែរតាន់បានទេឥឡូវកន្លែងនេះខ្ញុំដក clear ថែម4 space នៅនេះ4 space នៅហ្នឹងហើយគ្នាទៅមើលក្នុង website ឃើញមែនដែរដក clear 4 space ដែរឥឡូវខ្ញុំ enter វាចុះ enter ចុះhello ហើយមានពាក្យ world ក្រោមសិនអញ្ចឹងគ្នាឃើញចាញ់ឃើញវាចុះដែរអត់អញ្ចឹងបានន័យថាតម្រង់ដែលយើងសរសេរនៅក្នុងកូដយ៉ាងម៉េចតម្រង់នៅក្នុងកូដយ៉ាងម៉េច pre របស់យើងpre របស់យើងនេះនឹងធ្វើការបង្ហាញតន័យហ្នឹងចេញទៅតម្រង់បែបហ្នឹងដែរប៉ុន្តែសម្រាប់ពេលវិញគឺអត់ទេគ្នាចុះបន្ទាត់ប្រហែលដងក្រោយគេខ្ញុំសេចុះបន្ទាត់ប្រហែលដងខ្ញុំចូលដើមបន្ទាត់ប្រើ tab ប្រហែលដងក្រោយក៏តម្រង់នៃការបង្ហាញចេញនៅតែជួរតែមួយដដែលអញ្ចឹងភាពខុសគ្នារវាង paragraph ជាមួយនឹង pre format យើងហៅថា pre format this one យើងហៅថា pre format ហើយចំណុចខុសគ្នារបស់វានៅមានតែប៉ុណ្្នឹងទេគ្នាឃើញទី1គឺ font ទី2គឺតម្រង់នៃការបង្ហាញចេញមកវាមួយបង្ហាញចេញលាតនៅលើបន្ទាត់តែមួយចង់ចុះបន្ទាត់ចង់អីគឺត្រូវប្រើ break line ប្រើ text ដើម្បីធ្វើការចុះបន្ទាត់អីហើយ pre format វិញគឺវាធ្វើការបង្ហាញទៅតាមតម្រង់ដែលយើងសរសេរបើយើងមានដក clear ខាងមុខមានដក clear ខាងក្រោយឬក៏ចុះបន្ទាត់អីគឺវានឹងចុះតាមនឹងដែរគ្នាឃើញណា